អេខាងមិនយើងព្រមព្រៀងគ្នាថាទុកបន្ទប់ឲ្យខ្ញុំទេអីនាងក៏ដឹងដែរថាប្រាក់នៅក្នុងក្រុមហ៊ុនសល់មិនច្រើនទេការសហការជាមួយលោកប្រធានវងលើកនេះគឺសំខាន់ណាស់រឿងដែរនាងបំផ្លាញការងារជាមួយលោកគូលើកមុនខ្ញុំមិនបន្ទោសនាងនោះទេខ្ញុំដឹងថានាងប្រច័ណ្ឌដែលឃើញខ្ញុំស្និទ្ធស្នាលជាមួយនឹងលីងយាបើនាងមិនចូលចិត្តចាំខ្ញុំចាប់រវល់ខ្ញុំនឹងបញ្យល់ប្រាប់នាងតាមក្រោយទៅចុះបកស្រាយឯងគណៈពេលយើងនឹងលៀនយាលួលព្រមគ្នាឯងរត់ទៅក្រៀតនាងមុនឬវាចំណងយើងនឹងឯងនោះវាដាច់ស្រឡះហើយលើកនេះយើងមិនបានគិតចង់ធ្វើអ្វីនោះទេខ្ញុំគ្រាន់តែចង់មកកំដរលោកលេងម្ដងប៉ុណ្ណឹងខ្ញុំឃើញថាការងាររបស់លោកគឺពិតជាសំខាន់ជាងខ្ញុំបានចាំបន្ទប់មួយនេះលោកយកទៅប្រើចឹងតាមពិតនាងនៅតែជំនួសដែលសុកចិត្តលះបង់គ្រប់យ៉ាងដើម្បីខ្ញុំដដែលបានអញ្ចឹងខ្ញុំទៅចរចាសិនហើយអូមែនហើយក្រុមហ៊ុនឥឡូវកំពុងខ្វះសាច់ប្រាក់ចាំខ្ញុំញ៉ាំបាយរួចនាងជួយចេញលុយឲ្យមុនផងឯងមកចរចាការងាររបស់ឯងប៉ុន្តែបើចៅឲ្យយើងចេញលុយអញ្ចឹងដេកយកសាប់ទេស៊ូថាងឯងថាចង់មកធ្វើខូបកំណត់ឲ្យប៉ាគឺឲ្យប៉ាមកមើលរឿងបែបនេះមែនទេអាលៀងឈិនវាមិនគ្រប់ឯងទេហើយឯងនៅតែរត់ចេញលុយឲ្យវាទៀតប៉ាមិនដឹងថាមានកូនស្រីមិនបានការដូចជាឯងតាំងពីកាលណាទេលោកប៉ាកុំរំអីកូនមិនចេញលុយឲ្យលៀងឈិននោះទេអាយចាពិតមែននេះថាងកូនចេះគិតគូរហើយម៉ែវាកុំតែជឿអីខ្ញុំដាច់ខាតមិនជឿទេបន្តិចទៀតនាងច្បាស់ជាទៅរត់ចេញលុយឲ្យវាទាំងកន្ទុយគ្មានមិនខានលោកប៉ាជាកូនចឹងកូននឹងលៀងឈិនគឺបានបែកគ្នាហើយបើសិនជាអញ្ចឹងមិនពិតជាល្អណាស់នេះគឺជាកាដូថ្ងៃកំណត់ដ៏ល្អបំផុតសម្រាប់ប៉ាឯងហើយណាខ្ញុំនៅតែមិនជឿបើបែកគ្នាហើយមិននេះឯងធ្វើល្អដល់វាខ្លាំងម៉េចប៉ាអ្នកម៉ានៅគ្រាន់តែជាល្បិចរបស់កូនប៉ុណ្ណឹងចាំតិចទៀតហ្នឹងចាំមើលរឿងល្ខោនល្អមើលទាំងអស់គ្នាតែម្ដងទេតាំងពួកយើងឆាប់ទេសួស្ដីបន្ទប់666ដែលបានកត់ទុកនោះលោកចៅវិញដល់មកបន្ទប់ផ្សេងឲ្យខ្ញុំវិញចំណែកការចំណាយទាំងអស់នៅក្នុងបន្ទប់666នោះតែទីពីលោកលៀងវិញទេអ្នកនាងស៊ូខ្ញុំបានរៀបចំបន្ទប់លេខ9 ដើមជូនអ្នកនាងហើយសូមអ្នកនាងមកតាមខ្ញុំមកណាតើឆាប់ទេការចំណាយសរុបអស់ 10,000 យួនកាត់ប្រាក់តាមកាត់នេះចឹងរួចរាល់ហើយអ្នកនាងលោកប៉ាអ្នកម៉ាពួកយើងចាំមើលពីចម្ងាយទេរឿងល្អមើលនោះគឺចិត្តមកដល់ហើយធានាថានឹងជក់ចិនពួកវាមកតាំងនាងស៊ូថាំងមិនបានជានាងនៅទីនេះទៀតអញ្ចឹងគ្រូសានាងសុកចិត្តមកចាំនៅសាពីមុខជាង2 ម៉ោងអញ្ចឹងគ្មានផ្លេចជ្រើសរើសឬមួយមកពីគ្មានសមត្ថភាពកាប់បន្ទប់មែនទេពួកនាងមិនដឹងមែនទេថាម្ហូបនៅក្នុងនេះគឺពិតជាពិសេសឆ្ងាញ់ជាងនៅខាងក្រៅរាប់រយដងថែមទាំងមែនហើយនាយកលៀងគឺគាត់ពិតជាចិត្តលីខ្លាំងណាស់មិញនេះបើកស្រាអស់ជាច្រើនដុំមួយដបតម្លៃរាប់សិបម៉ឺនឯនោះស្ដាយណាស់ដែលពួកនាងគ្មានសំណាប់បានភ្លក់សំបីអាម៉ាន់បើសិនជាដឹងអញ្ចឹងណាខ្ញុំនឹងវិខ្ចប់ឲ្យនាងខ្លាប់អត់ទៅហើយឲ្យនាងបានភ្លក់របស់ថ្លៃនឹងគេខ្លាំងគឺជាស្រាថ្លៃអញ្ចឹងឯងខ្ញុំគ្មានលុយទេថាក៏គ្មានសមត្ថភាពផឹកដែរអ្នកនិយាយស្អីហ្នឹងនាយកលៀងគឺជាមនុស្សខ្វះលុយមែនទេបើនេះចាប់បាក់ស្រាមក10ក៏បានដែរនាយកលៀងនឹងយកដល់មុខមិត្តរួមវិទ្យាល័យនឹងជួយចេញលុយឲ្យនាងមិនខាននោះទេម៉ែនេះមកតើនាយកលៀងគឺជាអ្នកប៉ៅមែនទេល្អអន្តែនាយកលៀងនេះគឺជាតម្លៃសរុបទាំងអង្គ3 លាន 8 សែនយួនថាម៉េច3 លាន 8 សែនយួនហ៎ថ្លៃនាយកលៀងតែលោកចង់ទូទាត់បែបណាទេទូទាត់អីមិនបងអីមិនមែនមានអ្នកចាញ់ឲ្យហើយទេហ៎ពិតជាមិនមែនទេអ្នកណាជាអ្នកប្រើប្រាស់អ្នកនោះជាអ្នកចាញ់លុយលោកគឺជាអ្នកប្រើប្រាស់បន្ទប់នេះលោកត្រូវតែចាញ់លុយខ្លួនឯងថាងមិនក៏លុយបន្ទប់នេះនឹងមិនចាញ់ឲ្យខ្ញុំអញ្ចឹងល្អសាច់ណាស់លោកប៉ាភ្ញៀវញ៉ាំបាយប៉ាគេចុះបន្ទប់ល្អបំផុតផឹកស៊ីយ៉ាងហឺហាមិនបានជាចុងក្រោយឲ្យខ្ញុំជាអ្នកចាញ់លុយលោកក៏ថាលើក្បាលខ្ញុំមានស្នាមពី3ឯងស៊ីផាក់ឲ្យមិនចង់ចាញ់លុយលោកលៀងសុំទូទាត់លុយផងថាងនាងប្រញាប់ជួយចាញ់ឲ្យខ្ញុំសិនមកចាំខ្ញុំសងនាងសងអីវិញចាំប៉ាខ្ញុំញ៉ាំបាយវិញមែនទេនាយកលៀងថ្ងៃនេះលោកចង់ស៊ីបាយមិនចាញ់លុយតាមមែនទេមិនអាចទេនាយកលៀងគ្រាន់តែមិនទាន់ចាញ់លុយតែនាយកលៀងប្រញាប់ចាញ់លុយទេនាយកលៀងលោកចង់គិតតាមកានឬចង់ឲ្យពួកយើងផ្ដាំសជោបាយទូទាត់ផ្សេងលោកប្រធានលៀងនេះមានរឿងអីហ្នឹងលោកវងគ្មានរឿងអីធំដុំទេ
សំលោកចាំតិចគឺរឿងផ្ទាល់ដូចប៉ុណ្ណោះខាងក្រុមហ៊ុនបាត់បង់ការសហការជាមួយលោកគូទៅហើយលោកប្រធានវងគឺជាអ្នកដែលជួយសង្គ្រោះក្រុមហ៊ុននាងខាងយ៉ាងណាក៏ដោយក៏មិនគួរយកក្រុមហ៊ុនមកលេងសាច់ដែរបើសិនជាលោកគ្មានលុយទិញក៏ឲ្យបុគ្គលិកជាន់ខ្ពស់របស់លោកអ្នកផ្ញើរបស់លោកជួយចេញម្នាក់បន្តិចទិញរងគ្នាទិញវាកាយប័ត្រនេះមិនមែនជាបញ្ហាទិញយ៉ាងណាត្រឹម3លាន8សែនយន់លុយបន្តិចបន្តួចប៉ុណ្ណឹងពួកគេច្បាស់ជាជួយលោកបានមិនខានខាងនេះកុំឲ្យហួសហេតុពេកនេះជាកន្លែងសាធារណៈណានាងពិតជាចង់ឲ្យខ្ញុំបាក់មុខមែនទេអញ្ចឹងនាងប្រាប់ខ្ញុំហ៎ថាត្រូវធ្វើយ៉ាងម៉េចទើបនាងព្រមចេញលុយឲ្យខ្ញុំអានិយាយបែបនេះបានន័យថាម៉េចធ្វើដូចជាយើងចំពាក់លុយឯងអញ្ចឹងនាយកលែងបើសិនជាចង់សុំឲ្យគេជួយនោះត្រូវមានអាកប្បកិរិយាជាអ្នកសុំគេសួរថាងបានខ្ញុំសុំនាងអ្នកគឺជាអាកប្បកិរិយាសុំគេត្រូវតែលុតជង្គង់ចុងនឹងនិយាយថាម៉េចយើងឲ្យឯងលុតជង្គង់សុំយើងនឹងពិចារណាជួយចេញលុយឲ្យឯងសួរថាងនេះឈួតឲ្យមែនទេនៅមុខមនុស្សច្រើនបែបនេះបានចឹងមែនណាស់ហើយចង់ឈប់សិនមិនក៏ថ្ងៃនេះនាងរឹងរួមម្លេះឬមួយនេះចង់ធ្វើបែបនេះមែនទេផាក់ស៊ីបែរឡាយឡតអ៊ូតអាងគេហើយចុងក្រោយឲ្យស្រីចាញ់លុយមួយសោចងាប់នាយកលែងលោកធ្វើអីបើជាលុតជង្គង់មែននេះអូយងាប់ហើយប៉ុណ្ណឹងសិនចឹងយកវិក័យប័ត្រមកឲ្យយើងណានាងស៊ូវិក័យប័ត្រនេះសរុប3លាន8សែនយន់ឃើញដែរទេខ្ញុំនិយាយឲ្យថានាងបែកគ្នាតែមាត់ទេឥឡូវត្រូវគ្នាវិញបាត់ហើយឃើញអត់ហ្នឹង3លាន8សែនយន់នៅថ្ងៃនេះយើងអាចជួយចាញ់ឯងបានប៉ុន្តែសម្រាប់កាត់ផ្ដាច់រឿងរ៉ាវគ្រប់យ៉ាងរវាងពួកយើងច្រើនឆ្នាំមកនេះចាប់ពីថ្ងៃនេះតទៅយើងគ្មានអីពាក់ព័ន្ធនឹងគ្នាទៀតទេពីព្រោះថាលុយរបស់យើងគឺអាចចិញ្ចឹមឯងបានអាចចិញ្ចឹមក្រុមហ៊ុនឯងបានប៉ុន្តែដាច់ខានមកចិញ្ចឹមក្រពើនិងព្រាយក្បាល8ទីចុងក្រោយស៊ូថាងជាអ្នកចេញលុយអញ្ចឹងឬមួយលោកប្រធានលៀងពិតជាគ្មានលុយមែនតែមិនលើប្រធានស៊ូនិយាយទេអីនឹងចំណេះចិញ្ចឹមនយោលែងនឹងចិញ្ចឹមក្រុមហ៊ុនណាអូមិនផ្លាច់ទេដែលលើកមុនឮថាក្រុមហ៊ុនដែលជួបវិបត្តិសាច់ប្រាក់គឺមានមនុស្សអាចកំបាំងម្នាក់មកជួយមិននឹកស្មានថាមនុស្សអាចកំបាំងនោះគឺជាអ្នកនឹងស៊ូថាតាមពិតស៊ូថាងគឺជាអ្នកមានសមត្ថភាពពិតប្រាកដតែមិនអាចទេនិយាយអីហ្នឹងស៊ូថាងគ្រាន់តែជាបុគ្គលិកធម្មតាប៉ុណ្ណឹងនឹងគឺជាខ្សែដែលលៀងឈិននាំចូលមកតែស៊ូថាងមិនក៏យកអាចកំបាំងយើងមកនិយាយនេះចង់ប្រើវិធីនេះដើម្បីបង្ខាំងឲ្យខ្ញុំនៅក្បែរនាងរហូតមែនទេស៊ូថាននិយាយប្រេះប្រាអីអ្នកគ្រាន់តែជាមនុស្សថ្នាក់សាកលវិទ្យាល័យរបស់នាយកលៀងប៉ុណ្ណឹងនេះមានសមត្ថភាពអីចិញ្ចឹមកូនលោកនាយកលៀងតើការពិតគឺជាអ្វីនោះលោកសាកប្រាប់មកមើលបើសិនជាលោកមិនហ៊ានប្រាប់អ្នករាល់គ្នាទេបានចឹងទុកឲ្យខ្ញុំជាអ្នកប្រាប់ពួកគេចឹងពួកយើងមិនត្រឹមតែជាមិត្តរួមសាកលវិទ្យាល័យនោះទេកាលពី4ឆ្នាំមុនពួកយើងអត់ជាប់ពីនឹងគ្នាហើយថែមទាំងថ្លៃសិក្សានៅសាកលរបស់គេនោះដាំទុនក្នុងការបង្កើតក្រុមហ៊ុនរួមទាំងប្រាក់ខែដែលបើកឲ្យពួកនាង2ខែមុនគឺជារបស់ខ្ញុំទាំងអង្គមិនលើកលែងសំបីតែនាឡិកាទំនើបដែលគេកំពុងពាក់នោះក៏ជារបស់ខ្ញុំដែររឿងនេះមិនអាចទេមិននឹកស្មានសោះលោកប្រធានលៀងមើលពីខាងក្រៅថ្លៃថ្នូរខ្លាំងណាស់តែតាមពិតជាមនុស្សប្រុសរស់ពឹងស្រីសោះអូយស៊ូថាងស្អាតយ៉ាងនេះហើយនៅលាក់បាំងតំណែងតំណងទីនអើយចៅពេជ្រយកអាចគោក្រៀមមើលទៅប្រហែលជាខ្លាចគេដឹងថាខ្លួនឯងជាមនុស្សរស់ស៊ីបាយកកប្រពន្ធហើយមើលទៅតាមពិតប្រធានក្រុមហ៊ុនដូចលោកឯងនឹងគឺជាមនុស្សគ្មានការទទួលខុសត្រូវបែបនេះសោះលោកលៀងការសហការរបស់យើងបញ្ចប់ត្រឹមនេះចុះលាហើយលោកវងប៉ាប៉ាអ្នកម៉ាក់ពួកយើងឆាប់ទេស៊ូថាងមើលទៅនាងហាក់ដូចជាយល់ដឹងច្រើនមែននាងចំអកទុចម្នាក់នេះខ្ញុំស្មានថានាងចង់ដាក់អន្ទាក់ពួកយើងទៀតហើយតើល្អណាស់ហ៊ានលើកហ៊ានដាក់មិនខុសទេដែលជាកូនស្រីខ្ញុំតោះឆាប់ទៅបងលៀងឈិននេះគឺអ្នកនាងធំថ្ងៃនេះពេលខ្ញុំទៅបង់ថ្លៃទឹកភ្លើងខ្ញុំឃើញផ្ទះធំរបស់អ្នកនាងនៅជាក្រុងនោះចំពាក់ថ្លៃទឹកភ្លើងអស់ 30000 យន់ធម្មតាផ្ទះនោះអ្នកនាងមិនសូវទៅលេងទេការចំណាយរាល់ខែត្រឹមតែ 1000 យន់ប៉ុណ្ណោះពេលឆែកមើលទៅទើបដឹងថាលៀងតាឆាំងចៅលីយ៉ាងនិងលៀងធីងជាអ្នករើចូលទៅនៅគឺថ្ងៃដែលអ្នកនាងដេញពួកគេចេញនោះឯងពួកគេក៏រើចូលទៅទីនោះតែម្ដងសោក
តែមួយនោះមិនតែខ្ញុំនឹងលៀងឆន្ទទេដែលមានមកតែពួកគេពិតជាមិនបានទុកខ្ញុំនៅក្នុងការផ្នែកនោះទេ